ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃដែលជាខ្សែពិសេសទាំង5ចំណុចមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ខ្សែទាំង5ចំណុចនេះជាខ្សែសំខាន់ហើយជាខ្សែពិសេសខ្លាំងណាស់បើពុកម៉ែបងប្អូនមានខ្សែប្រភេទនេះមានសមត្ថភាពខ្ពស់ក្នុងការរកស៊ីនិងឈានដល់ជោគជ័យចាអញ្ចឹងខ្សែទាំង5ចំណុចនេះមានអត្ថន័យដូចម្តេចខ្លះខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ជាដំបូងខ្សែទី1ខ្ញុំនឹងលើកយកខ្សែអក្សរ M ជាខ្សែមានសំណាងល្អមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់បើមានខ្សែនេះធំច្បាស់នៅលើបាតដៃទាំងសងខាងជាខ្សែមានសំណាងល្អខ្លាំងណាស់ប៉ុន្តែបើមានតែនៅលើបាតដៃតែម្ខាងក៏ល្អដែរខ្សែអក្សរ M មិនមែនមានតែមួយខ្សែទេគឺខ្សែអក្សរ M គួរភ្ជាប់គ្នានឹងខ្សែជីវិតខ្សែខួរក្បាលខ្សែបេះដូងនិងខ្សែវាសនាខ្សែសំខាន់ទាំង4នេះធំច្បាស់គួរភ្ជាប់គ្នាចាគួរភ្ជាប់គ្នាពុកម៉ែបងប្អូនបានទៅជារូបរាងអក្សរ M ខ្សែជីវិតខ្សែខួរក្បាលខ្សែបេះដូងនិងខ្សែវាសនាគួរភ្ជាប់គ្នាទាំង4ពិតជាពិសេសអស្ចារ្យខ្លាំងណាស់ជាខ្សែអក្សរ M មានសំណាងល្អខ្លាំងណាស់នៅក្នុងខ្សែអក្សរ M នេះមិនមែនជាខ្សែធម្មតាទេជាខ្សែសំខាន់ទាំង4គួបចូលគ្នាតែខ្សែទាំង4នេះមានន័យដូចម្តេចខ្លះចាខ្សែទាំង4ដំបូងខ្សែជីវិតទាក់ទងនឹងកម្លាំងកាយកម្លាំងចិត្តទី2ខ្សែខួរក្បាលទាក់ទងនឹងបញ្ញាទាក់ទងនឹងការគិតការយល់ឃើញការវិនិច្ឆ័យទី3ខ្សែបេះដូងគឺបង្ហាញពីទឹកចិត្តចាទឹកចិត្តមេត្តាទឹកចិត្តស្រឡាញ់ចាគឺបង្ហាញពីអារម្មណ៍របស់យើងទី4គឺខ្សែវាសនាបង្ហាញពីខ្សែជីវិតនិងការងារចាអញ្ចឹងនៅលើបាតដៃរបស់យើងមានខ្សែសញ្ញាអក្សរ M នេះមានន័យថាខ្សែទាំង4ដែលជាខ្សែសំខាន់ជាខ្សែពិសេសរួចទៅហើយមានតែខ្សែ4ចំណុចនេះនៅលើបាតដៃគឺល្អណាស់ទៅហើយមិនមែនជាខ្សែធម្មតាទេគឺខ្សែទាំង4ចំណុចនេះមានលំនឹងល្អមានសមត្ថភាពមានកម្លាំងធម៌ពលជាបុគ្គលមានលក្ខណៈល្អត្រឹមត្រូវមានកម្លាំងរឹងមាំជាបុគ្គលស្ងប់ស្ងាត់មានសមត្ថភាពខ្ពស់ក្នុងការងារទើបមានខ្សែអក្សរ M នេះចេញមកជាខ្សែពិសេសជាខ្សែជោគជ័យជាប្រធានជាអ្នកដឹកនាំភាគច្រើនមានខ្សែអក្សរ M នេះសញ្ញាអក្សរ M មាននៅលើបាតដៃឆ្វេងនិងបាតដៃស្ដាំមានន័យខុសគ្នាសញ្ញាអក្សរ M មាននៅលើបាតដៃឆ្វេងគឺមានសំណាងតាំងពីកំណើតតាំងពីតូចមកមានអារម្មណ៍ខុសប្លែកពីអ្នកដទៃបើមាននៅលើបាតដៃខាងស្ដាំគឺជាបុគ្គលមានសមត្ថភាពក្នុងការវិនិច្ឆ័យខ្ពស់មានសមត្ថភាពដោយខ្លួនឯងក្នុងកណ្ដាប់ដៃរបស់ខ្លួនតស៊ូប្រឹងប្រែងព្យាយាមក្នុងពេលបច្ចុប្បន្នងាយនឹងឈានដល់ជោគជ័យជាងនេះទៅទៀតមានសមត្ថភាពខ្ពស់ហើយថែមទាំងជាបុគ្គលធ្លាប់មានបទពិសោធន៍យ៉ាងច្រើនធ្លាប់ឆ្លងកាត់ទងលំបាកក៏ច្រើនដែរជាបុគ្គលមានសមត្ថភាពពូកែមើលដឹងពីស្ថានភាពនិងមើលដឹងពីទឹកចិត្តអ្នកដទៃបើមានរឿងអ្វីមិនល្អបំរុងនឹងកើតឡើងអាចដឹងជាមុនទប់ស្កាត់ជាមុនបើចង់ធ្វើអ្វីមួយគឺចាប់ផ្ដើមធ្វើមិនបង្អង់ឡើយមិនឲ្យឱកាសល្អកន្លងផុតទេជាបុគ្គលជឿជាក់លើខ្លួនឯងមិនខ្លាចបរាជ័យជាបុគ្គលស្ងប់ស្ងាត់នឹងនើហើយក៏ជាបុគ្គលមានសំណាងល្អតែងតែមានអ្នកជួយណែនាំផ្លូវជួយបង្ហាញផ្លូវនិងជួយជ្រោមជ្រែងលោកអ្នកផងដែរបែបនេះហើយសូមកុំភ្លេចគុណ
អ្នកដែលមានគុណមកលើលោកអ្នកថ្លែងអំណរគុណដឹងគុណអ្នកជុំវិញនិងអ្នករួមការងារឲ្យបានច្រើនផងដែរអញ្ចឹងបន្តមកទៀតខ្សែទី2ខ្សែទី2គឺខ្សែជីវិតមាន2ខ្សែខ្សែជីវិតមាន2ខ្សែឬក៏ហៅថាខ្សែជីវិតមានខ្សែជំនួយបងប្អូនខ្សែជីវិតមាន2ខ្សែក៏ជាខ្សែល្អខ្លាំងណាស់ជាខ្សែមានដូនតាតាមជួយថែរក្សាលោកអ្នកជាខ្សែមានធម៌ពលចិត្តមានធម៌ពលកាយខ្សែបដៃនៃមានខ្សែជីវិត2ខ្សែនេះជាបុគ្គលប្រឹងប្រែងព្យាយាមពូកែរកស៊ីមិនចេះទំនេរទេជាបុគ្គលគិតវិជ្ជមានចាបងប្អូនឲ្យតែយើងប្រឹងប្រែងរកស៊ីព្យាយាមរកស៊ីគឺរវល់ខ្លាំងហត់នឿយក៏ខ្លាំងដែរខ្សែជីវិតដែលមាន2ខ្សែនេះមានកម្លាំងមាំមួនប៉ុន្តែក៏ត្រូវមានពេលសម្រាកផងដែរចាបងប្អូនដូចខ្ញុំរៀបរាប់អំពីអក្សរ M រួចមកហើយជាខ្សែល្អខ្លាំងណាស់បើមានខ្សែជីវិតប្រភេទនេះថែមទៀតពិតជាល្អអស្ចារ្យខ្លាំងណាស់រកស៊ីនឹងឈានដល់ជោគជ័យអញ្ចឹងបន្តមកទៀតខ្សែទី3ខ្សែទី3គឺខ្សែដើរកំសាន្តខ្សែដើរកំសាន្តនេះបែកចេញពីខ្សែជីវិតដែរបងប្អូនដូចក្នុងរូបភាពអញ្ចឹងបើលោកអ្នកមានខ្សែបាត់ដៃប្រភេទនេះគឺល្អខ្លាំងណាស់បើខ្សែនេះធំច្បាស់គឺកាន់តែល្អខ្សែនេះមានឈ្មោះថាខ្សែដើរកំសាន្តម្ចាស់បាត់ដៃចូលចិត្តទៅដើរកំសាន្តទីតាំងផ្សេងៗក្រៅពីទីកំណើតដូចជាទៅប្រទេសក្រៅនៅក្នុងប្រទេសក៏ដោយឲ្យតែទីតាំងផ្សេងៗក្រៅពីទីកំណើតចូលចិត្តទៅដើរកំសាន្តឬក៏ទៅរកស៊ីទីកន្លែងផ្សេងៗចាបងប្អូនខ្សែនេះមានឈ្មោះថាខ្សែដើរកំសាន្តប៉ុន្តែមិនមែនដើរកំសាន្តប៉ុណ្ណោះទេអ្នកខ្លះទៀតគឺចូលចិត្តទៅរកស៊ីទីកន្លែងផ្សេងៗក្រៅពីស្រុកកំណើតមិនថានៅក្នុងស្រុកឬក៏ប្រទេសក្រៅនោះទេឲ្យតែគាត់មានចិត្តចង់ធ្វើអ្វីមួយនៅទីតំបន់ខេត្តផ្សេងឬក៏ប្រទេសផ្សេងគឺគាត់ធ្វើដំណើរទៅរកស៊ីឬក៏ទៅធ្វើការនៅទីនោះបើការរកស៊ីគឺរកស៊ីធូរមានជីវភាពប្រសើរថ្លៃថ្លាចាបងប្អូនខ្សែទី1គឺខ្សែសញ្ញាអក្សរ M ទី2ខ្សែជីវិតមានខ្សែជំនួយគួបនឹងខ្សែដើរកំសាន្តនេះមួយខ្សែទៀតពិតជាពិសេសអស្ចារ្យបើរកស៊ីនឹងឈានដល់ជោគជ័យអញ្ចឹងបន្តមកទៀតខ្សែទី4ខ្សែទី4គឺខ្សែអាជីវកម្មខ្សែអាជីវកម្មនេះចេញពីខ្សែជីវិតលោតឡើងទៅចំណុចភពពុតក្រោមរាមកូនដៃខ្សែនេះជាខ្សែអាជីវកម្មជាខ្សែរកស៊ីបងប្អូនជាបុគ្គលពូកែរកស៊ីពូកែទាក់ទាញភ្ញៀវបើពុកម៉ែបងប្អូនមានខ្សែប្រភេទនេះជាខ្សែមានសមត្ថភាពខ្ពស់រកស៊ីមានបានចម្រុងចម្រើននឹងឈានដល់ជោគជ័យពិតជាខ្សែអស្ចារ្យខ្លាំងណាស់បងប្អូនចាអញ្ចឹងខ្សែទី1គឺខ្សែអក្សរ M ខ្សែទី2គឺខ្សែជីវិតមានខ្សែជំនួយខ្សែទី3គឺខ្សែដើរកំសាន្តខ្សែទី4គឺខ្សែអាជីវកម្មបើមានខ្សែទាំង4នេះពិតជាពិសេសអស្ចារ្យខ្លាំងណាស់5000មានតែម្នាក់ទេពុកម៉ែបងប្អូនចាគឺមានន័យថា5000នេះមានតែម្នាក់ទេប៉ុន្តែបើពុកម៉ែបងប្អូនមាន2តែ3ខ្សែក៏ល្អខ្លាំងណាស់ដែរចាអញ្ចឹងចុងក្រោយនេះជាខ្សែទី5ខ្សែទី5គឺខ្សែនេត្រាព្រះពុទ្ធខ្សែនេត្រាព្រះពុទ្ធនេះមាននៅលើម្រាមមេដៃបងប្អូនលោកអ្នកដែលមានខ្សែនេត្រាព្រះពុទ្ធជាបុគ្គលមានសំណាងល្អមានសមត្ថភាពខ្ពស់អាចមើលដឹងពីស្ថានភាពបច្ចុប្បន្នមានវិញ្ញាណពិសេសជាបុគ្គលមានទឹកចិត្តល្អមានគុណធម៌ល្អមានទឹកចិត្តមេត្តាមានទឹកចិត្តល្អចង់ជួយអ្នកដទៃទៀតផងមានធម៌ពលពិសេសអាចមើលដឹងពីទឹកចិត្តអ្នកដទៃមានដូនតាឬទេវតាតាមជួយថែរក្សាលោកអ្នក
បើមានអ្វីមិនល្អបំរុងនឹងកើតឡើងអាចដឹងជាមុនជាបុគ្គលតស៊ូប្រឹងប្រែងក្នុងឆាកជីវិតខ្សែនេត្រាព្រះពុទ្ធនេះបើមាននៅលើម្រាមដៃខាងឆ្វេងភាគច្រើនគឺជាបុណ្យដែលបានសាងពីជាតិមុនបើមាននៅលើបាតដៃខាងស្ដាំគឺជាបុណ្យនៅក្នុងជាតិនេះគឺជាបុណ្យដែលបានសាងក្នុងជាតិនឹងពុកម៉ែបងប្អូនចាអញ្ចឹងពុកម៉ែបងប្អូនដែលមានខ្សែនេត្រាព្រះពុទ្ធនេះមានដូនតាតាមជួយថែរក្សាសូមពុកម៉ែបងប្អូនកុំភ្លេចរំលឹកគុណដល់ដូនតាផងពុកម៉ែបងប្អូនដែលមានដូនតាតាមជួយថែរក្សាការងាររកស៊ីក៏ធូរដែរចាអញ្ចឹងខ្សែទី1គឺខ្សែអក្សរ M ខ្សែទី2គឺខ្សែជីវិតមានខ្សែជំនួយខ្សែទី3គឺខ្សែដើរកំសាន្តខ្សែទី4គឺខ្សែអាជីវកម្មបើមានខ្សែទាំង4នេះគឺល្អណាស់ទៅហើយថែមទាំងមានខ្សែនេត្រាព្រះពុទ្ធថែមទៀតគឺកាន់តែល្អខ្លាំងណាស់គឺរកស៊ីកាន់តែធូរបងប្អូនបើមានខ្សែទាំង5ចំណុចនេះពិតជាល្អអស្ចារ្យខ្លាំងណាស់5000នាក់មានតែម្នាក់ឬ10000នាក់មានតែម្នាក់ប៉ុន្តែនៅក្នុង5ចំណុចនេះបើមាន2ទៅ3ខ្សែក៏ល្អខ្លាំងណាស់ដែរនៅវីដេអូលើកក្រោយខ្ញុំនឹងលើកយកខ្សែបាតដៃដែលល្អប្លែកៗមកចែកជូនពុកម៉ែបងប្អូនបានទស្សនាថែមទៀតបើពុកម៉ែបងប្អូនមានខ្សែអ្វីប្លែកចង់ចែករំលែកសូម comment ប្រាប់ខ្ញុំផងហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍សូមជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តហើយនឹងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណជូនពរសំណាងល្អទាំងអស់គ្នា